ចាជិះសួរបងប្អូនម្នាក់បានផុសមកធ្វើមកហូបទេគឺខ្ញុំដើរលេងមួយថ្ងៃព្រោះអីកូនគេសម្រាប់ថ្ងៃច័ន្ទអញ្ចឹងគេមានពេលសម្រាប់3ថ្ងៃគេឈប់តាំងពីថ្ងៃសៅរ៍រហូតដល់ថ្ងៃច័ន្ទអញ្ចឹងហើយថ្ងៃសៅរ៍ហ្នឹងនាំគេទៅលេងជីវស្តុនចាហើយនេះផ្លូវពីផ្ទះខ្ញុំចេញដំណើរទៅប្រហែលជាម៉ោង5ជាងខ្ញុំចេញពីផ្ទះព្រោះអីយើងទៅអត់បានគេនៅជីវស្តុនទេទៅត្រឡប់មកវិញអញ្ចឹងហើយយើងចេញពីព្រលឹមទៅដើម្បីឲ្យយើងបានពេលច្រើនហើយនឹងវិទ្យាផងហើយវាមិនជាប់ផ្លូវចាហើយដល់ពេលយើងត្រឡប់មកវិញប្រហែលជា4 5យើងដល់ទីហើយចានេះយើងទៅតាមផ្លូវឃើញថ្ងៃលិចឃើញអីស្អាតក៏ថតទៅហើយមេឃហ្នឹងរោភ្លៀងទៀតបងប្អូនខ្ញុំទៅនឹងនេះមេឃខ្មៅហើយមេឃហ្នឹងទីវារោភ្លៀងអញ្ចឹងហើយមើលតាមផ្លូវគេពេលមើលហើយស្តៀងស្រុកខ្មែរយើងដែរហើយទេសភាពខែនេះស្អាតហើយបងប្អូនពណ៌ខៀវចាទៅដល់មកសទុះក៏ដល់កន្លែងប៊ឺគីចាខ្ញុំទៅយូស្តុនឬក៏ដាឡាស់ឬក៏ខាងសាន់តូញ៉ូអីក៏ខ្ញុំឈប់តាប៊ឺគីនឹងដែរចាកន្លែង store ក្រាស់សាំងអាកៀងហ្នឹងតែវាធំវាសបោវាមានច្រើនសាខាអញ្ចឹងហើយយើងឈប់តែកន្លែងហ្នឹងឯងព្រោះអីបន្ទប់ទឹកបន្ទប់អីគេស្អាតហើយគេមានលក់របស់របរអីច្រើនណាបងប្អូនតែខ្ញុំអត់បានថតនៅក្នុងហ្នឹងទេមនុស្សច្រើនដែរតែលក់តែម្ហូបអាហារអាកៀងឯងចាបន្ទាប់ពីចេញពីប៊ឺគីមកខ្ញុំក៏ទៅប៊ីលីចាខ្ញុំទៅយូស្តុនហ្នឹងទៅខាងប៊ីលីហើយនេះដល់ដូចជាចេញប៊ឺគីបានឆ្ងាយគ្រាន់ដែរចាកាត់ស្ពានហ្នឹងហើយឃើញស្ពានហ្នឹងខ្ញុំចូលចិត្តថតដែរព្រោះអីមើលស្ពានស្រុកគេថតទៅដើម្បីឲ្យបងប្អូនបានមើលថាស្ពានស្រុកគេស្អាតហើយពី3ជាន់ពី3ក្លៀកខ្លៃគ្នាចឹងបងប្អូនទៅពេលយើងមើលអញ្ចឹងឡានគេរត់កាត់ក្បាលលើមើលទៅឃើញលើក្បាលយើងអញ្ចឹងចាស្អាតកន្លែងហ្នឹងស្ពានស្អាតខ្ញុំចូលចិត្តថតតែម្ដងណាក៏ខ្ញុំថតដែរព្រោះអីស្ពានហ្នឹងមើលទៅប្លែកភ្នែកចាបន្ទាប់ពីហូរស្ពានហ្នឹងបន្តិចមកយើងក៏បន្តដំណើរទៅមុខទៀតទៅដល់បេលីចានេះមិញផ្លូវមិនដល់បេលីទេណាបងប្អូនគឺផ្លូវជើងចូលទៅយូស្តុនហ្នឹងតែខ្ញុំទៅហ្នឹងដូចជាសេមយូស្តុនចាហ្នឹងហើយព្រោះខ្ញុំចូលចិត្តទៅកន្លែងហ្នឹងវាជាស្តូអាស៊ីវាមានចិនវាមានថោនកូរ៉េវាមានអីចឹងណាមានចិនមានកូរ៉េមានវៀតណាមអីចឹងណាចាហើយផ្សារគេច្រើនមានផ្សារចិនផ្សារកូរ៉េផ្សារវៀតណាមចាហើយនេះគេកាត់រោងចក្រហ្នឹងដូចជាសំទោសបងប្អូនមានរោងចក្រឯងម៉ាស៊ីនកិនស្រូវរោងម៉ាស៊ីនកិនស្រូវគេចាហើយនឹងទៅដល់មុខមួយស្ទុះទៀតចារៀងឆ្ងាយដែរបងប្អូនបានដល់បេលីដូចជាកាត់ថូលរ៉ូតខ្ញុំភ្លេចទៅហើយចាទៅច្រើនដែរហ្នឹងតែទៅដូចជាកាត់ថូលរ៉ូតមួយផ្លូវឬក៏ពីរផ្លូវទេហើយបានយើងទៅដល់ហើយនេះបោះចាផ្លូវបាត់បេលីហ្នឹងចានេះនៅកន្លែងបេលីហ្នឹងខ្ញុំបាត់ទៅខ្ញុំទៅផ្សារហ្នឹងពេលខ្ញុំទៅយូស្តុនដងណាគឺផ្សារហ្នឹងឯងដែលខ្ញុំចូលលើកទី1ហ្នឹងគឺផ្សារហ្នឹងឯងផ្សារហ្នឹងគឺជាផ្សារចិនទេប៉ុន្តែវាលក់របស់របរមានសពគ្រប់ផ្លែឈើតំណែងអីណាហើយធូរថ្លៃចាផ្សារហ្នឹងចានេះផ្សារហ្នឹងឈ្មោះហ្នឹងចានេះបងប្អូនផ្សារហ្នឹងខ្ញុំចូលទៅដំបូងគេគឺខ្ញុំទៅនឹងឯងចាបន្ទាប់ពីផ្សារហ្នឹងមកខ្ញុំទៅទិញសាន់វិចចាសាន់វិចគេនៅយូស្តុនហ្នឹងឆ្ងាញ់ណាបងប្អូនខ្ញុំទៅដល់ណាមិនដែលចោលទេខ្ញុំទិញតាមត្រៃទ្រូចាលីសាន់វិចគេហ្នឹងចាឆ្ងាញ់រសជាតិស្តៀងស្រុកខ្មែរយើងប៉ុន្តែគេមិននេះទេគឺគេប៉ាតេនំប៉ាតេចាហើយនេះបន្ទាប់ពីចេញពីលីសាន់វិចហើយខ្ញុំក៏ទៅមួយផ្សារទៀតគឺទៅផ្សារវៀតហូផ្សារហ្នឹងផ្សារវៀតណាមចាខ្ញុំទៅទិញក្រូហ្វីទិញក្តាមនៅហ្នឹងចាល្អហើយធូរថ្លៃស្រស់នៅវៀតហូហ្នឹងផ្សារវៀតណាមឯបន្លែគេក៏គ្រាន់ដែរក៏ប៉ុន្តែអត់សូវធូរថ្លៃដូចផ្សារទី1ដែលខ្ញុំទៅផ្សារទី1ខ្ញុំទៅបន្លែគេធូរថ្លៃចារបស់របរដូចជាបន្លែអីធូរថ្លៃបើផ្សារវៀតហូនេះគឺវាអត់សូវធូរថ្លៃមែនទេប៉ុន្តែគ្រឿងសមុទ្រវាធូរថ្លៃជាងចាហ្នឹងហើយខ្ញុំទៅវៀតហូមួយផ្សារទៀតចាផ្សារវៀតណាមហ្នឹងហើយទិញបានក្រូហ្វីកន្លះស្បោងដែរចាហើយបន្លែតិចតួចដែរហើយដូចជាក្តាមខ្លះដែរបងប្អូនក្តាមខែនេះសាច់ល្អបងប្អូនធំហើយសាច់ណែនខ្ញុំយកមកស្ងោរអត់សូវសាច់នេះណាសបោសាច់ចាក្តាមខែសបោសាច់នេះវៀតហូហ្នឹងបងប្អូនចាតែសបោមិនមនុស្សដែរផ្សារគេហ្នឹងចានេះខ្ញុំទៅដល់ថតបានគេមានក្រុមចាធូរថ្លៃហើយខ្ចងបងប្អូនចាំមើលខ្ចងនេះ1ផោនតែ$4ហើយ$5ទេណាចាហើយនេះក្រូហ្វីចាគេច្រកកន្លះថងយើងចង់បានកន្លះថងក៏យកតែបើយើងយកកន្លះថងគេគិត1ផោន$2.99អញ្ចឹងយើងគិតថា$3ចុះហើយបើយើងបានយើងចង់បានត្បូងធំវាគិតឲ្យ$2.99សំទោសមិញហ្នឹងនិយាយច្រឡំបើយើងចង់បានកន្លះគេគិតឲ្យយើង$3ជាងចាស្រស់ល្អចា$3.9បើយកកន្លះគេគិត1ផោន$3.9បើយកមក3ធំនេះគេគិតឲ្យ$2.99វាដូច$3អញ្ចឹងបងប្អូនថ្ងៃហ្នឹងខ្ញុំថាយកមកនេះដែរតែកន្លែងខ្ញុំអត់មានថ្ងៃហ្នឹងយកឡានតូចទៅអត់មានអីដាក់អញ្ចឹងយកតែកន្លះស្បោហើយតែមកទិញក្តាមបងប្អូនហេក្តាមគឺថាកន្លែងហ្នឹងគ្រឿងសមុទ្រស្រស់រស់ធូរថ្លៃផ្សារហ្នឹងចាតទៅចេញពីវៀតហូមកខ្ញុំក៏ទៅផ្សារតាំងហឹងចាផ្សារតាំងហឹងហ្នឹងគឺផ្សារវៀតណាមដែរតែនៅឆ្ងាយនៅជិតផ្សារស្តូពូខ្មែរគាត់ជនជាតិខ្មែរយើងហ្នឹងចាគាត់លក់គាត់បើកស្តូហ្នឹងអញ្ចឹងហើយផ្សារហ្នឹងគឺនៅជិតហ្នឹងឯងជិតផ្សារស្តូពូខ្មែរហ្នឹងខ្ញុំថ្លែងទៅចូលពូខ្មែរហ្នឹងទៅហូបទៅតាំងហឹងហ្នឹងឯងចាតាំងហឹងហ្នឹងក៏បន្លែប្លុកអីទូថ្លៃដែរហើយគ្រឿងសមុទ្រវាក៏មានដែរតែវាអត់ល្អដូចសូវល្អដូចវៀតហូហ្នឹងឯងចាខ្ញុំទៅវៀតហូហ្នឹងខ្ញុំទិញបន្លែចាបងប្អូននេះដល់ហើយដល់វៀតហូហ្នឹងហើយផ្សារហ្នឹងផ្សារវៀតណាមចានេះគេលក់អត់ដុកដឺនេះពងក្រងបងប្អូនមកកញ្ចប់ហ្នឹង$14ពងក្រងហ្នឹងតែលើកមុនមានច្រើនលើលក់ដាច់សោះពី3កញ្ចប់លើកមុនណាខ្ញុំទៅមានចង្រិតមានអីគេដូចជាកាទៀវទូកចាទៅលើកញាត់ឃើញឲ្យលក់អស់ដាច់ផកគេដែរហ្នឹងខ្ញុំឃើញចង្រិតចានេះសល់តែដុកដឺហ្នឹងដូចនេះលក់នេះដឹងតែមើលនេះត្រីកាហាយបងប្អូនដាក់សោខ្មែរយើងទៅលើហ្នឹងប៉ុន្តែគ្រាន់ឆ្ងល់ថាមិនក៏មកពីវៀតណាមវិញគេដាក់ product វៀតណាមចាហើយត្រីកាហាយហ្នឹងគេកន់ហើយតាមគេប្រឡាក់ឲ្យស្រេចចានេះត្រីដូចជាត្រីឆ្លាតចាហើយមិញនោះទៀតត្រីងៀតនេះត្រីងៀតប្រៃហើយ
នេះដូចជាត្រីងៀតផ្អែមហើយត្រីប្រឡាក់គ្រឿងគេមានសក់គ្រប់បងប្អូនតែតម្លៃគួរសមដែរហ្នឹងបងប្អូនមិនថោកប្រហែលទេគ្រាន់ថារបស់ហ្នឹងគឺគេដាក់មកពីវៀតណាម product របស់វៀតណាមចាហើយមានច្រើនទៀតដូចជាចេកចៀននំប៉ោងនំហ៊ីងនំប៉ោងហ្នឹងបងប្អូនចាហើយនំកញ្ឆាយនេះមកពីចិនហើយនេះបើខ្ញុំមើលទៅរងរុកដូចជាបាយតណើបបងប្អូនបាយតណើគេដាក់នំសូយចាហើយតែពេលមើលនឹងរុកវាផ្ទាល់មើលទៅដូចពុតកបៅហើយនេះកសាំងចាខ្ញុំធ្លាប់ទិញកាលមុន3ឡាជាងតែលើឡើងថ្លៃអីលើឡើងថ្លៃហើយជូរឆ្ងាញ់កសាំងនៅហើយនេះសបកនំសូយចាអញ្ចឹងអានំមុនមិញហ្នឹងគឺប្រហែលជាបាយតណើដាក់នំសូយនេះឯងចានេះគេដាក់ចឹងបងប្អូននេះដាក់ទូកកចឹងទាំងអស់ឥឡូវមានសពគ្រប់ប៉ុន្តែគាត់ថាគេបូមវាដាក់កកចឹងឯងចាអត់មានលក់ដូចនៅយើងស្រស់ក្រៅទេចាចឹងអានេះមានន័យថាបាយតណើនំសូយនេះឯងបងប្អូនចាបើយើងទិញបាយតណើហើយទិញសបកនំសូយទៀតនេះក្នុងសាគេហ្មងចាមានលក់ស្លឹកគ្រៃគេហៅដាក់កំប៉ុងដាក់កញ្ចប់ម្ទេសកាន់ហើយម្ទេសទាំងមូលកាលមុនខ្ញុំឃើញមានស្អំតែឥឡូវលែងមានស្អំហើយចាហើយម្ទេសនេះខ្ញុំទិញយូរមកគឺអត់អីបងប្អូនញ៉ាំបានហិលធម្មតាអញ្ចឹងគ្រាន់ថាវាមិនស្រស់ដូចម្ទេសស្រស់ចឹងទេតែហិលចាមានរែងមានខ្ជីមានអីគេដាក់កកអញ្ចឹងស្លឹកតើយមានស្អំអានេះស្លឹកក្រូចសើចអានេះទឹកអំពៅគេកិនលីក្រូចខ្វិចចាហើយអានេះខ្ញុំច្រឡំស្មានថាស្ដៅមិនទេបងប្អូននឹងស្លឹកអីដែរតែនេះបានស្ដៅចាស្ដៅមានជួនកាលឃើញដូចជាស្លាកអីគេដាក់ដែរណាចាស្លាស្រស់អានេះក្នុងសាគេហ្នឹងបងប្អូនមានមកផ្នែកទូកកចឹងទៅផ្នែកនោះក៏សាច់ទៅអានេះទឹកអំពៅសុតចាអត់លីអីអានោះមិញលីតែមកពីវៀតណាមទាំងអស់អីបងប្អូនរបស់អស់ហ្នឹងមកពីវៀតណាមក៏ខ្ញុំទិញហូបដែរក៏មកពីរបស់ថៃខ្ញុំមកទិញរបស់ស៊ីខ្ញុំមកទិញនេះចេកអស់សំតោនេះមិនចេកត្រេនចាមកពីវៀតណាមហើយនេះបាញ់ហយចាគេដាក់កកចឹងឯនៅនេះចឹងហើយនេះនំកងនំចេកអាំងហើយនំដូចជាចាក់ចានចានំពោបៃតងនេះនំសមអាំងឯចាហើយមានណែមូពោតស្ងោហើយដូចជាមកដុំហ្នឹង3 4ឡាដែរនេះនំដលងដាក់ខ្ទិះយើងដលងគោហើយមិញនំអាកោចាហើយនៅប្តីខ្ញុំកាន់នោះនំដលងគោអានំគេហៅនំអីខ្ញុំភ្លេចទៅបងប្អូននំដលងគោដែលយើងគេគោនេះបចដៅចាក្តៅបងប្អូនជា$3ជាងចាគឺនៅនឹងធ្វើលក់របស់មានស្តៀងម្ហូបខ្មែរយើងចានេះម្ហូបវៀតណាមគេទេចាប់លោកមុនមានបាញ់ឆាវតែលើកនេះខ្ញុំតើឃើញមានស្ករទាញមានតំណាប់កទួតមានតំណាប់អំពិលមានស្ករទាញយើងស្ករហៅស្ករអីទៅខ្ញុំព្រៃហើយខ្ញុំចេញពីនឹងពីវីដេអូមកខ្ញុំសំតោចេញពីតាំងហឹងមកខ្ញុំទៅផ្សារស្ទ័រពុកខ្មែរគាត់លក់អង្គច្រើនបងប្អូនលើគាត់មានអង្គតំណាប់អង្គអីទៀតហើយអង្គគ្រប់ម៉ូតអង្គផ្កាខ្ញីអង្គផ្កាអីផ្កាម្លិះអីគេហ្នឹងហើយគាត់មានបាញ់សុងគាត់ក៏មាននំបញ្ចុកគាត់ក៏មានពីម៉ាកចាហើយខ្ញុំបានទិញមកច្រើនបងប្អូនដែរព្រោះអីកម្របានរបស់ខ្មែរយើងទៅទិញជួបបានប្រើអញ្ចឹងយើងទិញមកកាលខ្ញុំទិញបានមីជាតិទៀតតែឥឡូវនេះអត់បានឥឡូវខ្ញុំចេញពីស្ទ័រពុកខ្មែរហ្នឹងមកខ្ញុំក៏បានត្រឡប់មកផ្ទះបងប្អូនហើយនេះថតទៅថតមកថតចំឡានប៉ូលីសកំពុងតែចាប់ហ្នឹងបើខ្លួនឯងជាលឿនលឿនតាមមើលហើយបន្ទាប់ពីនឹងមកបងប្អូននៅភ្លៀងរហូតគឺថាឆ្នាំនេះនៅខាងអូស្ទិនខ្ញុំគឺថាភ្លៀងចាសង្ឃឹមថាភ្លៀងចាស់វាបានតែជាងថៃក្តៅព្រោះនៅខាងអូស្ទិនខ្ញុំពេលក្តៅហប់ក្តៅខ្លាំងហើយហប់នេះភ្លៀងរហូតភ្លៀងតាមផ្លូវភ្នែកចតូលផងអីផងហើយមិនសូវហ៊ានថតនេះថតបានតែប៉ុណ្្នឹងឯងបងប្អូនហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាអរគុណច្រើនជម្រាបលាសុខសប្បាយទាំងអស់គ្នា